ដោយសារមានបងប្អូនគាត់សួរច្រើនដែរតាក់ទងជាមួយនឹងគាត់មានទិន្នន័យជារូបភាពបាទអញ្ចឹងបើយើងចង់យកទិន្នន័យទាំងអស់នេះទៅដាក់ក្នុង Excel ដោយយើងមិនចាំបាច់ typing ឡើងវិញតើយើងធ្វើម៉េចតោះឥឡូវយើងបើក Excel ទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអាចចុចលើ cell ណាមួយយើងចង់មកទៅបើយើង start ពីហ្នឹងមកណាបាទបន្ទាប់មកយកពាក្យថា data បាទហើយយក from picture មកហើយយក picture from file អញ្ចឹងវានឹងទៅរកទីតាំងដែលរូបរបស់យើងស្ថិតនៅហើយអញ្ចឹងឧទាហរណ៍ថាយករូបមួយនេះបាទអញ្ចឹងវានឹង analyze ឲ្យយើងតើទិន្នន័យរបស់យើងមានអីខ្លះបាទអញ្ចឹងវាអាចស្រង់មកបានច្រើនវាអាស្រ័យទៅលើទិន្នន័យរបស់យើងតែវាច្បាស់ឬក៏មិនច្បាស់អញ្ចឹងណាបាទនេះអញ្ចឹងឧទាហរណ៍យើងមានទិន្នន័យប៉ុណ្ណឹងអញ្ចឹងយើងមើលទិន្នន័យរបស់យើងឡើងវិញបាទនេះបាទអញ្ចឹងបន្ទាប់ពីវា analyze ហើយបងប្អូនគ្រាន់តែចុចលើពាក្យថា insert data មកបាទរួចយក insert all the way បាទអញ្ចឹងវានឹងយកទិន្នន័យមកយើងបានទាំងអស់ហ្នឹងហើយអញ្ចឹងវីដេអូមួយនេះគឺមានចាំបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗអាច comment ខាងក្រោមវីដេអូនេះបានបាទជាចុងក្រោយជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ